បាទជំរាបសួរបងប្អូនជួបគ្នាសាច់ថ្មីទៀតហើយនៅវីដេអូថ្មីអញ្ចឹងនេះគឺជារូបភាពដែលខ្ញុំបានបង្ហាញតាមផ្លូវទៅអង្គរធំបងប្អូនធ្លាប់ជិះឆ្លងកាត់ទៅតាមផ្លូវអង្គរធំបងប្អូនធ្លាប់ឃើញទេមិនហ្នឹងមានផ្លែឈើជាច្រើនលក់នៅតាមដងផ្លូវយើងអាច stop by ដើម្បីទិញផ្លែឈើទាំងអស់នោះញ៉ាំប៉ុន្តែដូចនៅក្នុងក្បាលវីដេអូអញ្ចឹងកុំញ៉ាំច្រើនពេកបាទពេលខ្លះផ្លែឈើខ្លះយើងអត់ស្គាល់ទេវាអាចធ្វើឲ្យយើងរ៉ាច់អៀតហ្នឹងហើយបាទអញ្ចឹងផ្លែឈើនេះអីគឺស្រាប់តែជាផ្លែឈើព្រៃខ្ញុំបានសួរអ្នកលក់ឲ្យផ្លែឈើមួយចំនួនហ្នឹងគឺគេបេះមកពីព្រៃតែម្ដងមានដាំនៅក្នុងភូមិទេខ្ញុំអត់ស្គាល់អត់អស់ទេផ្លែឈើនេះមានតែបងប្អូនដែលអ្នកនៅក្នុងខេត្តសៀមរាបទេដែលស្គាល់ផ្លែឈើនេះច្បាស់សម្រាប់អ្នកដែលចំណាក់ស្រុកដើរលេងឆ្ងាយៗដូចខ្ញុំមិនស្គាល់ទេអញ្ចឹងយើងមុនយើងទៅដល់អង្គរយើងដល់កន្លែងហ្នឹងមុនហើយអញ្ចឹងយើងជិះកាត់អង្គរធំតិចទៅយើងថតទស្សនភាពតិចតាមដងផ្លូវហើយគោលដៅរបស់ខ្ញុំគឺខ្ញុំទៅលេងនៅប្រាសាទព្រះខ័នទេតែជិះកាត់អង្គរធំហើយក៏ថតរូបតាមឡានតិចទៅហើយថ្ងៃហ្នឹងមានមនុស្សទៅលេងច្រើនមែនទែនបងប្អូនឡើងចង់ស្ទះផ្លូវតែម្ដងគ្រប់កន្លែងហើយបើសិនជាបានទៅលេងអញ្ចឹងរាល់សប្តាហ៍បាទអញ្ចឹងសៀមរាបពិតជាអ៊ូអរហើយបាទខ្ញុំជឿជាក់ថាជីវករនៅក្នុងខេត្តសៀមរាបក៏ដូចជាសេវាកម្មផ្សេងនៅសៀមរាបសប្បាយចិត្តហើយនឹងទទួលបាននៃស្នាមញញឹមគ្រប់គ្នាបាទអញ្ចឹងយើងនឹងធ្វើដំណើរទៅកាន់ប្រាសាទព្រះខ័នវីដេអូមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយនៅប្រាសាទព្រះខ័ន